ថ្ងៃនេះគឺជាថ្ងៃបើកការដេញថ្លៃជាសាធារណៈនិងជាថ្ងៃនៃការប្រកួតចុងក្រោយរវាង Chen Hua និង Conche ការពារនេះមិនត្រឹមតែអំពីទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេគឺមិនសូវសំខាន់នៅក្នុងរង្វង់ត្បូងនៃប្រទេសចិននិងមីយ៉ាន់ម៉ាទេភ្នែករាប់មិនអស់ត្រូវបានបិទភ្ជាប់ទៅអេក្រង់ធំនៅកន្លែងកើតហេតុការផ្ដោតសំខាន់នៃថ្មរដប់ដំបូងគឺជាថ្មដែលមានសញ្ញាធ្ងន់នៅលើ Conche 120 លានដើម្បីទិញដុំថ្មសំណដែលត្រូវបានគេជក់បារីទាំងស្រុង Chen Hua ខ្ញុំគិតថាអ្នកពិតជាឆ្កួតអ្នកកំពុងប្រើកំទេចថ្មនេះដើម្បីប្រៀបធៀបខ្ញុំជាមួយស្ដេចបាយ័នវាហាក់ដូចជាអ្នកមានវាសនាចាញ់វាជាថ្មរឹងរបស់ Conche ប៉ុន្តែក្នុងចំណោមផលិតផលលំដាប់កំពូលដែលគ្រប់គ្នាមានសតិនិយមប្រាកដជាមានផលិតផលធំChen Hua មានការសង្ស័យនៅពេលនេះគាត់នៅក្មេងពេកហើយមានកម្លាំងចិត្តពេកឥឡូវនេះខ្ញុំខ្លាចថាគាត់នឹងបាត់បង់អ្វីទាំងអស់ដែលគាត់បានធ្វើពីមុនថ្ងៃនេះជាថ្ងៃបើកការដេញថ្លៃជាសាធារណៈនិងការប្រកួតចុងក្រោយរវាង Chen Hua និង Conche ការប្រកួតនេះមិនត្រឹមតែជាទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែក៏ជាមុខនៃរង្វង់ត្បូងពេជ្រក្នុងប្រទេសចិននិងមីយ៉ាន់ម៉ាផងដែរភ្នែករាប់មិនអស់ត្រូវបានបិទភ្ជាប់ទៅនឹងអេក្រង់ធំសមរភូមិចុងក្រោយចាប់ផ្ដើមជាផ្លូវការយោងទៅតាមក្បួនពួកគេទាំងពីរពន្យល់ក្នុងពេលតែមួយដែលថ្មរដប់មានតម្លៃជាងគ្រាន់តែឈ្នះគ្រប់គ្នាក្នុងទស្សនិកជនទប់ដង្ហើមហើយសម្លឹងមើលម៉ាស៊ីនពន្យល់គេមិនហ៊ាននិយាយថា Chen Hua ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឱកាសចុងក្រោយមួយបោះបង់ឥឡូវនេះហើយប្រកួតច្បាប់ចាក់ពុតរបស់អ្នកខ្ញុំអាចធ្វើឲ្យអ្នកកាន់តែគោរពបើមិនដូច្នេះទេថ្មរបស់អ្នកនឹងដួលរលំនៅពេលក្រោយអ្នកនឹងកាន់តែខ្មាស់អៀនខ្ញុំនឹងប្រកួតប្រយោគនេះជូនអ្នកវិញវានៅតែយឺតពេលក្នុងការនិយាយអំពីការចាញ់ឥឡូវនេះក្រហមទាំង4នៃវិជ្ជាចាប់ផ្ដើមស្រាយកាំបិតទី1បានទម្លាក់ថ្មរដប់ពីរក្នុងពេលតែមួយហើយត្រូវបានកាត់ក្នុងពេលដំណើរគ្នាកាមេរ៉ាភ្លាមបានបង្ហាញក្បាលទឹកនៃផ្ទៃកាត់នៃថ្មរដប់ទាំងពីរវាជាកញ្ចក់ទាំងអស់អាងចិញ្ចឹមត្រីចាស់គ្រប់ប្រភេទមិនមានកបាស់ទេពណ៌បៃតងគឺពណ៌បៃតងបូលីគឺពណ៌បៃតងឆេងយ៉ាងវាស្អាតណាស់មែនទេតាមការរំពឹងទុករបស់ស្ដេចស្ដង់ដាររបស់បេគាត់ពិតជាមានផលិតផលដែលមានគុណភាពខ្ពស់Concheប្រកាសជាឈ្នះតើអ្នកបានឃើញវាទេពណ៌លៃពណ៌បៃតងខ្លាំងណាស់Chen Huaអ្នកចាញ់ខ្ញុំប្រកាសថាខ្ញុំចង់ឃើញអ្វីដែលអ្នកអាចចេញពីថ្មសំណរបស់អ្នកហាអ្វីបានដួលរលំវាត្រូវបានបំផ្លាញទាំងស្រុងហាលោក Chen Huaអ្នកចាញ់1ពិន្ទុនិង2ប្រកួតច្បាប់ចាក់ពុតរបស់អ្នកឲ្យបានឆាប់តាមដែលវាឥតប្រយោជន៍វាពិតជាខ្វក់ណាស់Chen Huaចាញ់លើកនេះគាត់នៅតែរំជើបរំជួលខ្លាំងពេកហើយទូចង់បង្ហាញកាកសំណល់មួយដុំឥឡូវនេះវាប្រសើរជាងមុនហើយគាត់បានសន្លប់ទាំងស្រុងហេតុអ្វីបានជាអ្នករួចចិត្តយ៉ាងនេះខ្ញុំបានកាត់តែមួយគត់តើអ្នកដឹងថាខ្ញុំចាញ់ក្នុងអាជីវកម្មល្បែងថ្មនេះដោយរបៀបណាកាត់មួយនឹងធ្វើឲ្យអ្នករកកាត់មួយនឹងធ្វើឲ្យអ្នកមានតែកាត់ទី2ទេទើបអ្នកនឹងឃើញរឿងពិតទោះអ្នកចិត្តស្លាប់ក៏អ្នកនៅតែព្យាយាមនិយាយពាក្យបៃតងទោះបីជាអ្នកកាត់វា100ដងក៏ដោយអ្នកនឹងមិនអាចទទួលបានពណ៌បៃតងនោះទេខ្ញុំក្រឡេកមើលអ្នកប៉ុន្តែអ្នកនឹងមិនស្រក់ទឹកភ្នែកឡើយរហូតដល់អ្នកឃើញឈូសពិតជាបន្ទាប់មកគ្រាន់តែបើកភ្នែករបស់អ្នកហើយមើលដោយប្រុងប្រយ័ត្នកន្លែងទាំងមូលស្ងប់ស្ងាត់ភ្លាមភ្នែករបស់អ្នករាល់គ្នាត្រូវបានដាក់លើម៉ាស៊ីនពន្យល់ពួកគេក៏មិនហ៊ានដកដង្ហើមដែរយីវិញឬកាន់នាងយ៉ាងតឹងនាងខ្ទប់មាត់ហើយភ្នែករបស់នាងពោពេញដោយភាពភ័យខ្លាចConcheក៏បានសម្លឹងមើលយួនឆេយ៉ាងជិតស្និទ្ធជាមួយនឹងដាននៃភាពមិនសប្បាយចិត្តដែលភ្លឺក្នុងភ្នែករបស់នាង
Imperial Green ភាពបរិសុទ្ធរបស់ខ្ញុំគឺពេញកញ្ចក់ Imperial Green គឺឈួតវាធំណាស់បំណែកនៃពណ៌បៃតងអធិរាជគឺល្អជាង100ដងនៃខនឆានៃពណ៌បៃតងផ្សេងយើងអោព្រះជាម្ចាស់ឲ្យខ្ញុំមិនដែលឃើញអធិរាជពណ៌បៃតងដ៏ល្អឥតខ្ចោះបែបនេះទេក្នុងជីវិតរបស់ខ្ញុំឈៀវឆេនយេដៅពិតជាព្រះមែនវាមិនអាចទៅរួចទេវាមិនអាចទៅរួចទេវាមិនអាចទៅរួចវាមិនអាចទៅរួចទេជាដាច់ខាតតើវាអាចធ្វើទៅបានដោយរបៀបណាដែលថ្មដែលពេញដោយព្រើคล้ายជាពណ៌បៃតងអធិរាជបើចាញ់បោកអ្នកត្រូវតែបោះបង់មានអ្នកទស្សនាច្រើនណាស់ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ដោយមានកាមេរ៉ាច្រើនតើខ្ញុំអាចធ្វើឲ្យ Bacon ចេះសុខចិត្តទទួលយកការបរាជ័យហើយអ្នកចាញ់ដោយរបៀបណាកន្លះម៉ោងក្រោយមកស្បែកទាំងអស់នៃថ្មដើមត្រូវបានបាត់បង់ហើយបំណែកនៃកញ្ចក់ទំហំបាល់បោះពេញលេញជាមួយនឹងត្បូងពណ៌បៃតងរបស់អធិរាជត្រូវបានបង្ហាញទាំងស្រុងដូច្នេះភាពសម្បូរបែបនិងឯកសណ្ឋាននៃពណ៌បៃតងវងថេងខ្វាន់គឺគ្មានកំហុសអ្វីទាំងអស់